បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំបាទក៏បានធ្វើដំណើរពីភ្នំពេញមកដល់ស្រុកកំណើតហើយពុកម៉ែបងប្អូនបាទហើយខ្ញុំបាទក៏បានមកលេងនៅឪពុកម្ដាយរបស់ខ្ញុំបាទអញ្ចឹងណាបាទហើយក៏ទិញនំភីសាបាទជូនបាទឲ្យគាត់ពិសាម្នាក់មួយចំណិតអញ្ចឹងណាពុកម៉ែបងប្អូនហើយក៏គាត់បានទទួលទាននៅភីសាយ៉ាងមានសេចក្តីរីករាយបាទដើម្បីបាននៅគេថារំភើបដើម្បីកូនបានមកលេងអញ្ចឹងពុកម៉ែបងប្អូនហើយគាត់នឹងពញាក់តាយាយនៅតែ2នាក់ទេពុកម៉ែបងប្អូនបាទអត់មានកូនណាកូនណីបាននៅជាមួយថែរក្សាទេបាទចឹងមិនថាពេកចាស់ទៅកូនច្រើនក៏ដោយបាទចឹងពីយើងកើតមកក្នុងភាពតែគេហៅថាក្រខ្សត់ទៅពុកម៉ែបងប្អូនបាទម្នាក់មានគ្រួសារក៏បានចាក់ចេញពីគាត់ដើម្បីប្រឹងទៅរកបាទដើម្បីហៅថាពីចំណូលដើម្បីចាំគ្រួសារចឹងពុកម៉ែបងប្អូនបាទចឹងបានថាយើងសម័យនេះមិនដូចសម័យពីមុនទេពុកម៉ែបងប្អូនបាទចឹងបានថាយើងរៀនក៏មិនសូវបានច្រើនចំណេះក៏បានតិចអញ្ចឹងមានតែចេញទៅរកស៊ីឆ្ងាយពីឪពុកម្ដាយຕົកគាត់ចោលពីអ្នកទីតាអញ្ចឹងទៅណាបុកបែបងប្អូនហើយបាទហើយក៏ឆ្លៀតបានមកថតហើយក៏ឃើញអំពើពុកម៉ែបងប្អូនបាទអំពើនេះគាត់នៅតែ2នាក់គ្មានអ្នកណាគេទទួលទានកើតទេបាទដោយសារគាត់ចាស់អញ្ចឹងបាទពុកម៉ែឥឡូវនេះខ្ញុំក៏នាំប្រពន្ធខ្ញុំមកមើលអំពើហើយប្រពន្ធខ្ញុំថាអូល្អណាស់ហើយក៏ចង់ញ៉ាំអញ្ចឹងនោះបាទហើយគាត់ក៏បាទចង់កាច់ញ៉ាំខ្ញុំក៏បានថាបើចង់កាច់ញ៉ាំយើងទៅយកកបិតមកកាប់មកបាទកាច់មិនបាក់ទេបាទកាច់បាក់ដែរតែវាស្ដាយវាមិនដល់ទាល់អញ្ចឹងនោះបាទហើយយើងក៏កាប់បាទដើម្បីបានវាអញ្ចឹងណាយើងកាប់ឲ្យវាបានល្អអញ្ចឹងណាពុកម៉ែបងប្អូនបាទអ្នកពេញមកញ៉ាំអំពើនៅស្រុកបាទហើយអំពើនឹងដាំមកភ្លើកណាក៏បានញ៉ាំបានហូបដែរពុកម៉ែបងប្អូនបាទមកចូលឆ្នាំក៏បានហូបមកប្រជុំក៏បានហូបបាទដោយសារមានអ្នកហូបដល់ជាអញ្ចឹងយើងមកទៅមក4 5 ខែទៅមកទៅវាចាស់ម៉មដើម្បីយើងទទួលទានបាទហើយនេះភរិយារបស់ខ្ញុំកំពុងតែកាន់បាទតាំងតោមកហើយបាទតាំងតោលសស្ញាច់ទៅមកណាពុកម៉ែបងប្អូនបាទឥឡូវនេះចាប់ផ្ដើមកាប់ហើយពុកម៉ែបាទយ៉ាមិនធម្មតាទេបាទមកចន្តិតចន្ទងបាទកាប់អំពើបាទអ្នកកាប់អំពើបាទឆ្វេងផងស្ដាំផងពុកម៉ែបងប្អូនបាទមួយកំបិតលើសូតែម៉ាត់បាទណែបាទជាលទ្ធផលឲ្យពុកម៉ែបាទមើលទៅលស្រលូនភ្លឹងបាទគ្មានសម្បកគ្មានអីទេដោយសារវាបាទគេហៅថាចាស់ដើមអញ្ចឹងពុកម៉ែចូលចាអញ្ចឹងដល់ពេលវាអញ្ចឹងទៅវាជ្រុះលឹកជ្រុះធៀងវាអស់ហើយបាទរលងព្រើតែម្ដងបាទអញ្ចឹងវាមើលទៅស្រលូនអញ្ចឹងហើយបាទហើយមកគុំនេះស៊ីរាប់ឆ្នាំមកពុកម៉ែបងប្អូនបាទហើយបានថាពីមុនយើងនៅជុំគ្នាអញ្ចឹងរបស់អីដែលមានតិចតួចអីមិនសល់ទេបាទកូនចៅនៅជុំគ្នា5 6 7 8នាក់នោះពុកម៉ែបងប្អូនបាទនិយាយថាមិនដែលមានរបស់ហូបគ្រប់គ្រាន់អញ្ចឹងនោះពុកម៉ែបងប្អូនបាទអញ្ចឹងមិនថាពេលយើងចេញមានគ្រួសារយើងចេះរកស៊ីទៅវារបស់របរយើងចង់ហូបក៏បបោទៅតាមនឹងពុកម៉ែបងប្អូនគាត់ថាវាមានលើសនឹងវាគ្មានទេពុកម៉ែបាទមិនដូចគេមានអុកញ៉ាស្រុកខ្មែរយើងមានកប់សេរីតែហ្មងបាទហើយយើងអ្នកតិចតួចទៀតអញ្ចឹងបាទត្រឹមមករស់ឲ្យតែបានសល់តិចតួចគឺមានន័យថារំភើបបាទសប្បាយទៅហើយពុកម៉ែបងប្អូនបាទដើម្បីគេហៅថាជីវភាពអញ្ចឹងនោះបាទហើយនេះគេបានអំពើរបស់ភរិយាកាត់បានហើយ2 ដើមហ្នឹងបាទតែ2 ដើមទេខ្លាចញ៉ាំមិនអស់អញ្ចឹងបាទយើងទុកឲ្យបងគាត់បងប្អូនគាត់មកក្រួយទៅគាត់បានកាត់ហូបផងអញ្ចឹងយើងយកតែ2 ដើមទេបាទហើយនៅ4 5 ដើមទៀតពុកម៉ែបងប្អូនបាទឥឡូវបន្ទាប់យើងកាប់បានហើយក៏ចេញដំណើរចូលមកក្នុងគេហដ្ឋានវិញអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយនេះចេញក្បាច់កុងហ្វូកវីដំបងដូចស៊ុនអ៊ូខុងពុកម៉ែបងប្អូនបាទគាត់ចង់លេងមួយក្បាច់ហ្នឹងតែទៅមិនរួចអញ្ចឹងនោះបាទសារគាត់មិនមែនអ្នកជនហៅថាអ្នកទូស៊ុនអ៊ូខុងបាទឥឡូវនឹងមកទស្សនាបាទនេះគឺជាកូនស្រីសំណប់ចិត្តបាទឥឡូវនេះអ្នកយាយតានោះកងម៉ារ៉ូសានោះបាទកំពុងតែទទួលទានឆ្ងាញ់ណាពុកម៉ែបងប្អូនអត់ថ្មីផងបាទអញ្ចឹងគាត់ចេះដាក់ឲ្យឆ្ងាញ់ទៅកុំឲ្យថាអត់ឆ្ងាញ់បាក់កូនចៅមកលោកគ្រួយបាទអត់បានទិញឲ្យញ៉ាំទៀតអញ្ចឹងពុកម៉ែបងប្អូនបាទនេះបាទអញ្ចឹងឯងបាទឥឡូវនេះខ្ញុំដាច់ឲ្យឌុកខយកទៅមកកូនដងដើម្បីញ៉ាំបាយព្រោះយើងមកតាំងពីពេញម៉ោង7ព្រឹកពុកម៉ែបងប្អូនបាទហើយម្ដងនេះម៉ោង10ជាងបើមិនសូវលឿនទេពុកម៉ែបាទចេះធ្វើដំណើរមកតិចចឹងនោះបាទពុកម៉ែបងប្អូនបាទអញ្ចឹងហៅថាយើងកុំឲ្យគេថាបញ្ញាប់ពេកចឹងណាដោយសារពេលលេយើងមានច្រើនអញ្ចឹងយើងមកសឹមទៅបាទហើយសម្រាប់វីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនបាទបើស្រឡាញ់បាទចូលចិត្តបាទវីដេអូរបស់ខ្ញុំបាទកុំភ្លេចបាទឲ្យមេដៃបាទហើយរួចក៏ចុច Subscribe ម្នាក់មួយផងពុកម៉ែបងប្អូនកុំភ្លេចចុចរូបកណ្ដឹងផងពុកម៉ែបងប្អូនបាទដើម្បី
យើងទទួលបាននៅវីដេអូថ្មីបន្ទាប់តទៅទៀតពុកម៉ែបងប្អូនអរគុណ